ពេទ្យណែណាលោកគ្រូពេទ្យម៉ាក់ខ្ញុំគាត់ខួរក្បាលស្លាប់បាត់ហើយសង្គ្រោះមិនបានទេមកចុះហត្ថលេខាលើឯកសារបដិសេធការព្យាបាលទៅតើថាអ្វីណាមិនអាចទៅរួចទេមុននេះមិនមែនថាមានសង្ឃឹមទេនោះគឺរឿងមុននេះពេលនេះបេះដូងគាត់ឈប់លោតហើយសូមអង្វរលោកជួយព្យាបាលម្ដងទៀតផងច្បាស់ជាមានវិធីសាស្ត្រផ្សេងទៀតអ្នកយកពីពេទ្យដែរឬខ្ញុំជាគ្រូពេទ្យជំនាញខ្ញុំថាបានគឺបានគ្មានសង្ឃឹមទៀតទេសូមអង្វរច្បាស់ជាមានឱកាសជួយសង្គ្រោះម៉ាក់ខ្ញុំផងនៅទីនេះជាមន្ទីរពេទ្យឯកជនមិនមែនកន្លែងដែលអ្នកមកស្រែកលោឡាទេលោកគ្រូពេទ្យចាំបន្តិចឯកឧត្តមក្រុមគ្រួសារអ្នកជំងឺរំខានបែបនេះគួរតែបណ្តេញចេញអស់ទៅតើលោកចេះប្រព្រឹត្តចំពោះក្រុមគ្រួសារអ្នកជំងឺបែបនេះមែនទេលោកគ្រូលោកជាកម្ពុជាគ្រូពេទ្យប៉ុន្តែក្បួនច្បាប់មន្ទីរពេទ្យខ្ញុំយល់ច្បាស់ណាស់អ្នកជំងឺគ្មានសញ្ញាជីវិតអ្វីទៀតទេការព្យាបាលបន្តគឺគ្រាន់តែខាតធនធានឥតប្រយោជន៍មិនមែនទេច្បាស់ជាមានសង្ឃឹមច្បាស់ជាមានក្រុមគ្រួសារអ្នកជំងឺគ្មានហេតុផលមែនបណ្តេញចេញទៅប្តីឲ្យទីបំផុតអ្នកមកដល់ហើយឆាប់ពួនទៅខ្ញុំមិនចង់ឲ្យប្តីខ្ញុំដឹងពីអាថ៌កំបាំងរបស់គេទេរឿងភាគបន្តនេះមិនមែនជាតើគ្រូពេទ្យមកពីណាទៀតហើយសន្តិសុខបណ្តេញវាចេញទៅចេះនិយាយពាក្យសម្ដីខ្លះទៅមើលឯងគិតថាពាក់អាវពេទ្យឯងខ្លាចជាគ្រូពេទ្យពិតប្រាកដមែនទេប្រាប់ឲ្យដឹងចុះទីនេះជាមន្ទីរពេទ្យឯកជនមិនមែនកន្លែងដែលឯងចង់មកធ្វើអ្វីក៏បាននោះទេកិច្ចចេញទៅឯងនិយាយអ្វីឯងជាអ្នកណាហ៊ានសម្ដែងនៅមុខខ្ញុំផងនេះជាលើកចុងក្រោយកិច្ចចេញទៅសន្តិសុខបណ្ដេញអ្នកបោកប្រាស់នេះចេញទៅហើយកុំភ្លេចនាំគ្រួសារអ្នកជំងឺដែលមិនព្រមចុះហត្ថលេខានេះទៅជាមួយដែរវ៉ាងឈួនអ្នកស្ងាត់មាត់ទៅឯកឧត្តមកុំឲ្យមនុស្សបោកប្រាស់នេះបោកអ្នកបានខ្ញុំធ្វើជាគ្រូពេទ្យ15ឆ្នាំមកហើយតើអ្វីដែលខ្ញុំមិនដែលឃើញទៅអ្នកណាដែលមករារាំងផ្លូវសង្គ្រោះជីវិតអ្នកអតីអ្នកតាំងខ្លួនជាអ្នកណាសន្តិសុខចាប់វាយេណានគេមានគ្រោះថ្នាក់ហើយទាំងអស់គ្នាឈប់ទៅឯកឧត្តមតើអ្នកចង់ការពារអ្នកបោកប្រាស់នេះឬស្ងាត់មាត់ទៅលោកគ្រូខ្ញុំបានរារាំងគេហើយក្មេងប្រុសតើអ្វីដែលអ្នកកំពុងកាន់នៅក្នុងដៃនោះរឿងរបស់អ្នកមិនបាច់ដឹងទេខ្ញុំចង់ដឹងតែបន្តិចទេប្រអប់ឈើដែលរុំដោយក្រណាត់ក្រហមនេះតើអ្នកអាចឲ្យខ្ញុំមើលបន្តិចបានទេអ្នកគ្មានសិទ្ធិមើលទេឃើញទេខ្ញុំថាមនុស្សនេះជាអ្នកបោកប្រាស់សូម្បីតែលោកគ្រូពេទ្យក៏វាហ៊ានតាំងដែរវ៉ាងឈួនបើអ្នកហ៊ាននិយាយមួយម៉ាត់ទៀតខ្ញុំនឹងដេញអ្នកចេញភ្លាមខ្ញុំធ្វើជាគ្រូពេទ្យអស់60ឆ្នាំធ្លាប់បានអានក្នុងកំណត់ត្រាពីប្រអប់ម្ជុលបុរាណដែលបាត់បង់យូរហើយវាត្រូវបានរក្សាទុកក្នុងប្រអប់ដែលរុំដោយក្រណាត់ក្រហម